ស្រឡាញ់សិល្បៈចម្រៀងតែគ្មានលទ្ធភាពផលិតបទរក្សាខំប្រឹងរៀនភាសាកូរ៉េរហូតបានទៅធ្វើការនៅទីនោះគេថាភាពជោគជ័យពិតជាមិនបោះបង់អ្នកតស៊ូចោលពិតមែនទីបំផុតក្មេងប្រុសរូបនេះកំពុងទទួលបានការចាប់អារម្មណ៍ពីមហាជនតាមរយៈបទក្តីស្រមៃដែលបទចម្រៀងមួយបទនេះពោពេញទៅដោយអត្ថន័យជាមួយនឹងបទភ្លេងប្រើឧបករណ៍ភ្លេងខ្មែរយ៉ាងពិរោះរណ្ដំនឹងឃើញកាលពីក្មេងធ្លាប់តែរត់លេងនៅតាមវាលស្រែបើកបាសស្ដាប់បទចម្រៀងខ្ញុំឃើញគេច្រៀងខ្ញុំចង់ឲ្យច្រៀងដែរស្ដាប់ភ្លេងញ៉ៃចាំបីមានពាក្យឃ្លងឃ្លាចង់ជូនហោហែខ្ញុំតែមានក្តីស្រមៃចង់ខ្លាយជាអ្នកចម្រៀង hip hop ខ្មែរតិចអ្នកនោះទេដែលមានក្តីស្រមៃចង់ខ្លាយទៅជាតារាចម្រៀងជាបុគ្គលសាធារណៈដែលមានអ្នកស្គាល់រាប់លាននាក់ទាំងនៅក្នុងរហូតដល់ក្រៅប្រទេសពិសេសក៏បានចូលខ្លួនបម្រើផ្នែកសិល្បៈជូនជាតិផងដែរជាតារាចម្រៀងក៏ជាចំណែកធំមួយចំពោះផ្លូវអារម្មណ៍សម្រាប់មហាជនមានឥទ្ធិពលលើកទឹកចិត្តអាចធ្វើឲ្យមនុស្សរីករាយជាមួយតន្ត្រីដែលខ្លួនបានបង្កើតប៉ុន្តែគ្រប់គ្នាពិតជាពិបាកចាប់យកប្រជាប្រិយភាពលើវិស័យមួយនេះណាស់ត្រូវការអត់ធ្មត់តស៊ូនិងខំប្រឹងប្រែងនិងវិវត្តខ្លួនជានិច្ចដោយពាក្យថាភាពជោគជ័យពិតជាមិនបោះបង់អ្នកតស៊ូចោលពិតប្រាកដមែនយុវជនដែលជាពលករនៅកូរ៉េរូបនេះកំពុងទទួលបានការចាប់អារម្មណ៍ពីមហាជនតាមរយៈបទចម្រៀងនិពន្ធថ្មីរបស់ខ្លួនដែលមានចំណងជើងថាក្តីស្រមៃត្រេនរក្សាគឺជាយុវជនដែលមានដើមកំណើតរស់នៅក្នុងភូមិព្រៃរុនឃុំស្រងែស្រុកត្រាំងខេត្តតាកែវបច្ចុប្បន្នរូបគេកំពុងបម្រើការនៅឯប្រទេសកូរ៉េព្រោះមានបេះដូងជាអ្នកសិល្បៈប៉ុន្តែពុំមានលទ្ធភាពនៅក្នុងការផលិតបទចម្រៀងរូបគេជំនះដើរចេញពីភាពក្រដោយខិតខំរៀនភាសាកូរ៉េដើម្បីជាស្ពានព្រោះទទួលបានការជ្រោមជ្រែងនិងផ្ដល់កម្លាំងចិត្តពីក្រុមគ្រួសារផងនោះយុវជនត្រេនរក្សាក៏បានបោះជំហានទៅតាមគោលដៅរបស់ខ្លួនជាបន្តបន្ទាប់រូបគេមានឱកាសបម្រើការងារនៅឯប្រទេសកូរ៉េហើយមានលទ្ធភាពផលិតបទចម្រៀងដោយចាយធនធានរបស់ខ្លួនឯងផ្ទាល់បើទោះជាការងារមមាញឹកនិងមានផលលំបាកច្រើនប៉ុន្តែនេះមិនមែនជាឧបសគ្គធំនោះឡើយរក្សាបានបែងចែកពេលវេលាយ៉ាងលម្អិតសម្រាប់ធ្វើការនិងមួយចំណែកផលិតបទចម្រៀងសម្រាប់ខ្លួនឯងត្រូវស្វែងរកកន្លែងថតសំឡេងសហការជាមួយនឹងផលិតករនៅខ្មែរដើម្បីផលិតបទចម្រៀងដោយមានការជ្រោមជ្រែងនិងយកចិត្តទុកដាក់ពី manager របស់លោកគឺលោកដុល្លាររៀលទីបំផុតយុវជនត្រេនរក្សាបានចេញបទចម្រៀងផ្ទាល់ខ្លួនជាផ្លូវការដែលបកស្រាយរួមជាមួយនឹងលោកប៊ុតវិថានោះគឺបទក្តីស្រមៃបទចម្រៀងមួយបទនេះពោពេញទៅដោយអត្ថន័យនៃការតស៊ូជាមួយនឹងបទភ្លេងដែលបង្កើតឡើងបូកបញ្ចូលឧបករណ៍ភ្លេងខ្មែរយ៉ាងពិរោះរណ្ដំទទួលបានការគាំទ្រនិងពេញនិយមខ្លាំងពីមហាជនពួកម៉ាក់គ្នាសុំដាក់បន្តមិនចង់ទុកយូរចង់ចេញមកសំពងមិនចេះអាងខ្សែបាក់ពួកឬក្នុងខំប៉ុន្តែខ្លួនឯងលីផងសែងផងពីមុនគេមើលងាយថាធ្វើអីបង្កើតគេពេកជ្រាយមានអ្នកខ្លះដាក់ទុំនាយតែខ្លួនឯងនឹងជាគ្រូនាយឃើញកាលពីក្មេងធ្លាប់តែរត់លេងនៅតាមវាលស្រែបើកបាសស្ដាប់បទចម្រៀងខ្ញុំឃើញគេច្រៀងខ្ញុំចង់ឲ្យច្រៀងដែរស្ដាប់ភ្លេងញ៉ៃចាំបីមានពាក្យឃ្លងឃ្លាចង់ជូនហោហែខ្ញុំតែមានក្តីស្រមៃចង់ខ្លាយជាអ្នកចម្រៀង hip hop ខ្មែរ